ជីវ៉ាហើយខ្ញុំធ្វើការ redirection ក្នុង Linux ខ្ញុំធ្វើនៅក្នុង ASH ហើយដើម្បីអាចធ្វើក្នុងនេះបានជាដំបូងគឺខ្ញុំវាយ command sudo ls /etc ហើយយើងប្រើសញ្ញាធំជាងគឺ redirection ហ្នឹងហើយធ្វើការវាយ folder យើងដាក់ទៅខ្ញុំវាយទៅ au5.txt ហើយទៅមកយើងធ្វើការ cat ដើម្បីអាចមើល file នឹងបានហើយនេះគឺជា result របស់យើងដែលយើងបានវាយមិញហើយបន្តមកទៀតគឺយើងធ្វើការ add បញ្ចូលវាម្ដងទៀតយើងវាយls /etc ហើយយើងធ្វើការប្រើសញ្ញាធំជាង2ដងហើយយើងដាក់ក្នុង au file ដែរហើយយើង add វា2ដងទៅហើយទៅមកយើងធ្វើការ cat វាម្ដងទៀតហើយនេះគឺជា result របស់យើងដែលវាមានចំនួនច្រើនជាងមុនអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្ណេះលោកគ្រូសូមអរគុណច្រើន